តែអ្នកណាខ្លះស្គាល់អានេះថាវាជាស្អីគេអ្នកម្ចាស់ចំការទៅប្រកាសជាស្គាល់ឥឡូវយើងមក challenge ខ្លួនឯងមួយថាតើយកមកធ្វើម្ហូបញ៉ាំកើតឥឡូវយើងមកសាកល្បងបំពងប្រឡប់គ្រឿងឥឡូវយើងចាំយើងទៅមើលអស់គ្នាថាញ៉ាំកើតឬក៏ចាក់ចោលចាថ្ងៃជំហានដំបូងយើងត្រូវកូរជាមួយនឹងម្សៅយើងសិនកូរម្សៅហើយយើងលាយជាមួយនឹងផ្កាត្រេនវគ្គត្រពុតញោមយើងហ្នឹងណាវាជួបគ្នាហើយយើងយកវាទៅបំពងដាក់ខ្លាញ់ឲ្យក្តៅបន្តមកទៀតដាក់បំពងចាបំពងនេះគឺខ្ញុំបំពងពីដំណាក់កាលទី1បំពងវាមួយជាន់ហើយពេលវាក្រៀមហើយក៏យកមកត្រឡប់ជាមួយនឹងម្សៅម្ដងទៀតដើម្បីឲ្យជាប់ម្សៅកាន់តែច្រើនអានេះយើងបំពងវគ្គទី2យើងបំពងវគ្គទី2បំពងឲ្យឡើងក្រហមឲ្យឡើងស្រួយមកហើយយើងលើកចេញពីខ្លាញ់បានហើយអានេះយើងសម្រាប់រូបហើយយើងអាចយកទៅក្លុកជាមួយគ្រឿងបានចាហ្នឹងហើយបំពងបែបប៉ុណ្ណឹងក្រហមល្មមប៉ុណ្ណេះឯងស្រួយខ្ញោកតែម្ដងហើយបន្តមកទៀតនេះខ្ញុំក៏យកទៅក្លុកជាមួយនឹងគ្រឿងចាក្លុកជាមួយនឹងគ្រឿងហើយប៉ុណ្ណេះឯងបងប្អូនទាំងអស់គ្នាជាការស្រេចហើយធ្វើតែអូនជោគជ័យហើយកូននេះធ្វើបានហើយណាលក់សិនមើលទោះហើយនិយាយពាក្យពិតតែសម្ដីពិតដឹងថានេះស្អីគេមិនងាញ់ប៉ុន្តែវាមិនវារសជាតិវាខាងក្នុងនឹងវាមិនវារសជាតិស្រួយហើយសៅស្រួយតែសៅស្រួយតែក្នុងសតុនផ្អែមតែវាស្អាតវិញហ្នឹងហើយវាលៀងបែបស្អាតអ្នកដែលអត់ធ្លាប់ញ៉ាំសាញញ៉ាំអានេះអីគេនេះតរ៉េនហ្នឹងហើយត្រពុតញោមត្រពុតញោមអូអេហ្មងហើយជោគជ័យហើយធ្វើលេងបានញ៉ាំដែរឥឡូវនេះមកភ្ជាប់ជាមួយដើមតរ៉េនអ្នកទាំងអស់គ្នាអាចឆ្នៃញ៉ាំបាននេះសាកល្បងទាំងអស់គ្នាបំពងត្រពុតញោមបំពងការតរ៉េនណាវគ្គត្រពុតញោមហើយក្លុកជាមួយនឹងម្សៅគ្រឿងគេគ្រឿងក្របស្លាប់មកឆ្នៃមែនចាអ្នកទាំងអស់គ្នាអាចយកទៅសាកល្បងធ្វើបានធ្វើឲ្យមកប្រាប់ខ្ញុំវិញផងថាញ៉ាំបានឬក៏ចាក់ចោលប៉ុន្តែជាក់ស្ដែងពួកខ្ញុំញ៉ាំបានចាអរគុណ